ដើម្បី login ទៅលើ Facebook អ្នកគ្នាត្រូវតែបញ្ចូល email និង password អញ្ចឹងខ្ញុំធ្វើការ login ទៅលើ Facebook មួយដែលពេលនេះខ្ញុំត្រូវការបញ្ចូល password អញ្ចឹងខ្ញុំប្រកាស password មួយហើយនឹងប្រកាសឆាជាប្រភេទ email ដែលយើងអាចបញ្ចូល email និង password ហ្នឹងហើយយើងធ្វើការបញ្ចូលយើងដាក់ print enter your email Facebook ហ្នឹងមកហើយយើងដាក់ scan ដាក់ filter S កន្លែងនេះដោយសារយើងបញ្ចូលទៅលើអក្សរដែលដាក់ address ទៅកាន់ email ហើយមួយទៀតដូចគ្នាដែរយើងបញ្ចូលទៅលើ password ខ្ញុំធ្វើការ enter your password Facebook តែទីនេះខ្ញុំ scan ហើយយើងដាក់ភាគរយ D វាជាប្រភេទលេខហើយយើងដាក់សញ្ញា address ដកទៅកាន់ password ជាបន្ទាប់មកគ្នាមកដល់លក្ខខណ្ឌរបស់យើងគឺយើងប្រើលក្ខខណ្ឌ if តែឥឡូវនេះយើងវាយទៅលើ strcmp ដោយសារតែយើងចង់ compare វាណាហើយយើងធ្វើការបើកវងកញ្ចក់ដាក់ email បញ្ជាក់លើ email ក្បៀសមួយមកហើយក្នុងហ្នឹងខ្ញុំអាចដាក់ថា visa សញ្ញា A ចឹងមកដោយសារតែខ្ញុំចង់កំណត់ email ប្រភេទអញ្ចឹងហើយឲ្យវាស្មើ0ដោយសារតែយើងពិតហើយយើងដាក់ឆ្នុបហ្នឹងមកណាឆ្នុបហ្នឹងយើងដាក់ password ស្មើ1ក្រែហ្នឹងជា password របស់ខ្ញុំដែលខ្ញុំចង់ដាក់យើងបើកគ្នាមកយើងធ្វើការ print login successfully ដោយសារតែយើងបើសិនជាយើងវាយប៉ុណ្ណឹងមកវានឹងហើយអញ្ចឹងហើយមួយហើយខ្ញុំប្រើលក្ខខណ្ឌ if មួយទៀតដែលយើងប្រើទៅលើ if a កន្លែងនេះណាគ្នាគឺif មិនមែន if a ទេខ្ញុំច្រឡំហើយយើងវាយ strcmp ដូចគ្នាហើយ email យើងក្បៀសដូចខាងលើដែរមក visa ហើយបន្ទាប់មកអ្នកគ្នាដាក់ឲ្យលក្ខខណ្ឌប៉ះសិនបើលក្ខខណ្ឌ email ហ្នឹងវាមិនពិតអញ្ចឹងយើងដាក់មិនស្មើ0មកហើយឆ្នុបហ្នឹងទៅលើមួយទៀត password យើងឲ្យវាពិតអញ្ចឹងមកកន្លែងនេះខ្ញុំចង់ print សារទៅលើ encrypt email ដោយសារតែយើងអាចថាយើងបើសិនជាយើងបញ្ចូល email ខុសវានឹងលោតសារហ្នឹងមកហើយមួយទៀតខ្ញុំចង់ដាក់លក្ខខណ្ឌទៅលើpassword ខុសម្ដងអញ្ចឹងយើងទៅសេដូចខាងលើដែរមក strcmp កន្លែងនេះគឺយើង email គឺយើងដាក់ឲ្យវាពិតយើងដាក់ស្មើ0មកណាស្មើ0តែវាបញ្ជាក់ថាពិតហើយឆ្នុបហ្នឹងយើងដាក់ password គឺមិនពិតអញ្ចឹងយើងដាក់មិនស្មើ111មកហើយបន្ទាប់មកទៀតចុងក្រោយអ្នកគ្នាបើសិនជាវាមិនពិតទាំងអស់អញ្ចឹងយើងបើកយើងដាក់ប្រើ L មក L លក្ខខណ្ឌតែមិនពិតទាំងអស់អញ្ចឹងកន្លែងនេះគឺខ្ញុំចង់ print សារមួយទៅថា encrypt email and password អញ្ចឹងទៅយើងធ្វើការបញ្ចូលម្ដងទៀតណាបើសិនបើវាខុសទាំងអស់យើងធ្វើការ run ទៅខ្ញុំចង់ដាក់ភាសា C ហើយយើងដាក់ឈ្មោះរបស់យើងអញ្ចឹង error ដែរហ្នឹងដោយសារខ្ញុំសេខុសយើងដាក់ if វិញមិន if ទេការអស់មកហើយ run ម្ដងទៀតជាដំបូងខ្ញុំធ្វើការបញ្ចូល email ហើយនិង password កន្លែងនេះខ្ញុំបញ្ចូលឲ្យត្រូវទាំងអស់អញ្ចឹង email របស់យើងគឺ visa មក password គឺមួយបណ្ដាំនោះវានឹង load សារមួយហើយ login successful អញ្ចឹងដោយសារតែយើងបញ្ចូលត្រូវទាំងពីរជាបន្ទាប់ខ្ញុំធ្វើការបញ្ចូលទៀតតែខ្ញុំចង់បញ្ចូល email ខុសម្ដងយើងធ្វើការដាក់ email ស្មើនឹងមកប៉ុន្តែខ្ញុំដាក់ password ឲ្យត្រូវសាររបស់យើង load ចេញមកយើងបញ្ជាក់ថាខុស email អញ្ចឹងទៅជាបន្ទាប់ខ្ញុំចង់ដាក់ទៅលើ email ត្រូវប៉ុន្តែ password ខុសម្ដងយើងវាយមក email របស់យើងគឺ visa ហើយ password ខ្ញុំដាក់ខុសអញ្ចឹងសាររបស់យើងនឹង load ថា password របស់យើងគឺខុសចូលបើយើងបំពេញខុសទាំងអស់អញ្ចឹងខ្ញុំធ្វើការបំពេញ email ខុស password ក៏ខុសដែរដាក់ស្មើសិនមកដែលពេលនេះវានឹង load សារឲ្យយើងដឹងហើយថាវាខុសទាំងអស់អញ្ចឹងយើងធ្វើការបញ្ចូលម្ដងទៀតទៅអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងអ្នកគ្នាស្គមអ្នកគ្នាយល់